ជំរាបសួរលោកគ្រូស្ដីអ្នកគ្នាថ្ងៃនេះយើងមកធ្វើលេខតទៅនឹងការរៀន script ដែល script របស់យើងនឹងនិយាយតទៅលើ ក្រុម job ដែលវាមានលក្ខណៈជាកម្មវិធីជំនួយមួយនៅលើប្រព័ន្ធប្រតិបត្តិការរបស់យើងដែលយើងប្រើប្រាស់សម្រាប់កំណត់ពេលវេលាឲ្យប្រព័ន្ធដំណើរការរបស់យើងនឹងដំណើរការងារដោយស្វ័យប្រវត្តិឬក៏ automatic task អញ្ចឹងមុននឹងចូលដល់ការអាន script យើងមកយល់ពីចំណុចសំខាន់របស់វាសិនអញ្ចឹងយើងមានផ្កាយដើម្បីសម្គាល់នៅពេលវេលាឬម៉ោងដែលវាត្រូវការងារដែលយើងនឹងវាត្រូវដាក់អូតូអញ្ចឹងម៉ោងទី1កាយទី1ហ្នឹងគឺកំណត់ឲ្យនាទីដែលមាននាទីពី0ដល់នាទី59ហើយផ្កាយទី2ហ្នឹងដែរតំណាងឲ្យម៉ោងចន្លោះពីម៉ោង0ដល់ម៉ោង23ដែលវាដើរជាលក្ខណៈម៉ោងសកលហើយចំណុចកាយទី3ហ្នឹងដែរគឺយើងនិយាយពីថ្ងៃនៅក្នុងខែចន្លោះពីខែ1ដល់ពីថ្ងៃទី1រហូតដល់ថ្ងៃ31ហើយផ្កាយទី4ហ្នឹងដែរយើងកំណត់ឲ្យរយៈពេលនៃខែឬទៅខែ1រហូតដល់ខែ12ហើយផ្កាយទី5ហ្នឹងដែរគឺយើងកំណត់ឲ្យថ្ងៃនៅក្នុងសប្តាហ៍ដែលមានថ្ងៃច័ន្ទថ្ងៃศุក្រថ្ងៃសៅរ៍ថ្ងៃគៀថ្ងៃពុធថ្ងៃពហុដែលយើងតំណាងឲ្យលេខ0ស្មើនឹងថ្ងៃអាទិត្យលេខ1ស្មើនឹងថ្ងៃច័ន្ទអញ្ចឹងបន្ទាប់ពីយើងដឹងពីចំណុចនីមួយៗហើយយើងចូលមកដល់ការរៀន script ទី1ដែលខ្ញុំត្រូវអានហ្នឹងគឺទី1គឺនាទីគេដាក់កាយ/10ហើយម៉ោងពីម៉ោង9ព្រឹកដល់ម៉ោង6ល្ងាចអញ្ចឹងកន្លែងនេះផ្កាយអានេះផ្កាយអានេះក៏ផ្កាយអានេះក៏ផ្កាយអញ្ចឹងមានន័យថារៀងរាល់ម៉ោង9ព្រឹករហូតដល់ម៉ោង6ល្ងាចនាទីទី10 script ឬការងារដែលយើងបានដាក់នឹងវានឹងដាក់អូតូចាដោយសារតែខ្ញុំបានបញ្ជាក់បន្ថែមទៅលើផ្កាយផ្កាយគឺមានន័យថានាទីឬក៏ពេលវេលារបស់យើងកំណត់ហ្នឹងគឺវា automatic run ហ្មងអត់មានកំណត់ថាថ្ងៃណាគឺវា run ទៅតាមពេលវេលាដែលយើងបានកំណត់នៅខាងមុខអញ្ចឹងពីម៉ោង9ដល់ម៉ោង6ល្ងាចអញ្ចឹងនៅនាទីទី10វានឹងដើរដោយខ្លួនឯងតែម្ដងអញ្ចឹងចូលមកដល់ script ទី2script ទី2នេះកាយ/15ពីម៉ោង8ព្រឹកដល់ម៉ោង8ល្ងាចអញ្ចឹងមានន័យថារៀងរាល់ម៉ោង8ព្រឹកដល់ម៉ោង8ល្ងាចនៅនាទីទី15ហ្នឹង script ឬការងាររបស់យើងបានសរសេរហ្នឹងវានឹងដាក់អូតូហើយកន្លែងនេះដែរកន្លែងផ្កាយនាទីវាបែរជាដាក់លេខ0វិញឡើងមានផ្កាយនិង/ហើយចឹងមានន័យថានាទីទី0ហ្នឹងនាទីទី0ហើយម៉ោង9ដល់ម៉ោង5ល្ងាចអញ្ចឹងរៀងរាល់ម៉ោង9ព្រឹកដល់ម៉ោង5ល្ងាចនៅនាទីទី0វានឹងដើរអូតូរៀងរាល់ថ្ងៃរៀងរាល់ខែរៀងរាល់ថ្ងៃច័ន្ទថ្ងៃសុក្រទៅរៀងរាល់សប្តាហ៍ចូលមកដល់ script តទៅទៀតអានេះផ្កាយ/30ហើយពីម៉ោង9ដល់ម៉ោង5ល្ងាចដែរហើយកន្លែងនេះគឺយើងនិយាយពីថ្ងៃនៅក្នុងសប្តាហ៍ជាថ្ងៃនៅក្នុងសប្តាហ៍ពីថ្ងៃ0គឺថ្ងៃអាទិត្យអញ្ចឹងលេខថ្ងៃកន្លែងនេះលេខ1ចឹងមានថាចាប់ផ្ដើមពីថ្ងៃច័ន្ទដល់ថ្ងៃសុក្រអញ្ចឹងរៀងរាល់ម៉ោង9ដល់ម៉ោង9ព្រឹកដល់ម៉ោង5ល្ងាចនៅនាទីទី30ហើយរៀងរាល់ថ្ងៃច័ន្ទដល់ថ្ងៃសុក្រ script នឹងដើរអូតូហើយចូលមកដល់ script នេះដូចគ្នាអញ្ចឹងរៀងរាល់ម៉ោង8ដល់ម៉ោង5ល្ងាចនាទីទី17នេះនៅថ្ងៃច័ន្ទដល់ថ្ងៃសុក្រវានឹង script នឹងដើរអូតូដូចគ្នាហើយចូលមកដល់កន្លែងនេះវិញចូលមកដល់ script នេះចឹងមានន័យថារៀងរាល់ម៉ោង5ល្ងាចចាប់ពីម៉ោង1នៅនាទី30ហ្នឹងហើយវារ៉ាននៅថ្ងៃច័ន្ទថ្ងៃពុធនិងថ្ងៃសុក្រអញ្ចឹង script របស់យើងនឹងដើរអូតូអញ្ចឹងគេថាម៉ោង5ល្ងាចចាប់ពីម៉ោង1វានឹងម៉ោង1ហើយនៅនាទីទី30វានឹងដើរនៅថ្ងៃច័ន្ទថ្ងៃពុធនិងថ្ងៃសុក្រចូលមកដល់ script មួយនេះទៀតអញ្ចឹងរៀងរាល់ថ្ងៃច័ន្ទដល់ថ្ងៃសុក្រហើយម៉ោង9ដល់ម៉ោង5ល្ងាចនៅនាទីទី20ហ្នឹង script របស់យើងនឹងដើរអូតូ
ហើយកន្លែងនេះវិញគឺកន្លែងនេះវានឹងដំណើរការនៅម៉ោង 5:45 នាទីព្រឹករៀងរាល់2ថ្ងៃម្ដងហើយកន្លែងនេះវិញតកតងទៅលើថ្ងៃនេះវានឹងដំណើរការនៅម៉ោង 2:30 នាទីព្រឹកនៅថ្ងៃទី1រៀងរាល់3ខែម្ដងហើយមកដល់ script មួយនេះវិញដំណើរការនៅម៉ោង 12 យប់ខែថ្ងៃទី 29 ខែកុម្ភៈនៅឆ្នាំបង្គ្រប់ប៉ុណ្ណោះអញ្ចឹងមានន័យថា script ហ្នឹង4ឆ្នាំរ៉ានម្ដងចូលមកដល់ script មួយនេះទៀតវានឹងដំណើរការរៀងរាល់ថ្ងៃរៀងរាល់នាទីទី 15 នៅថ្ងៃសៅរ៍និងថ្ងៃអាទិត្យហើយមកដល់ script មួយនេះវិញវានឹងដំណើរការរៀងរាល់ម៉ោង 5 នៅថ្ងៃច័ន្ទហើយមកដល់ script មួយនេះវិញគឺវានឹងដំណើរការរៀងរាល់3នាទីរៀងរាល់2ម៉ោងពីម៉ោង 8 ដល់ម៉ោង6 ល្ងាចនៅថ្ងៃអង្គារនិងថ្ងៃពហុនេះអញ្ចឹងមកដល់ script នោះវិញវាដំណើរការរៀងរាល់5នាទីរៀងរាល់2ម៉ោងនៅក្នុងថ្ងៃ1ដល់ថ្ងៃ15ខែ1និងខែ6ហើយនិងខែ12នេះ script មួយនេះអញ្ចឹងមកដល់ script មួយនេះវិញដំណើរការរៀងរាល់13នាទីចាប់ពីនាទីទី7រៀងរាល់2ម៉ោងថ្ងៃច័ន្ទដល់ថ្ងៃសុក្រហើយមកដល់អានេះវិញគឺវាដំណើរការរៀងរាល់17នាទី3ម៉ោង3នៅថ្ងៃទី1ថ្ងៃ5ថ្ងៃ10និងថ្ងៃ15ហើយចូលមកដល់កន្លែងនេះវិញវាដំណើរការរៀងរាល់4ម៉ោងនៅថ្ងៃអាទិត្យនេះដំណើរការ4ម៉ោងនៅថ្ងៃអាទិត្យហើយចូលមកដល់ script នេះវិញដំណើរការនៅម៉ោង1ព្រឹកម៉ោង7ព្រឹកម៉ោង1រសៀលនិងម៉ោង7យប់រៀងរាល់ថ្ងៃហើយមកដល់កន្លែងនេះដែរដំណើរការរៀងរាល់45នាទីម្ដងអញ្ចឹងអរគុណលោកគ្រូសម្រាប់ការ run script ថ្ងៃហ្នឹងគឺអស់សតប៉ុណ្ណឹងទេ